សួស្តីបងប្អូនទាំងអស់គ្នារៀនគ្រប់គ្រងការជំពាក់អ្នកផ្គត់ផ្គង់ AP Control ជាមួយនឹង AFT Training Center គឺរៀនជំនាញអនុវត្តជាក់ស្ដែងប្រើឯកសារក្រុមហ៊ុនជាក់ស្ដែងអនុវត្តបញ្ជីគណនេយ្យជាក់ស្ដែងឧទាហរណ៍ជាក់ស្ដែងដូចជាក្រុមហ៊ុននេះគឺបានជំពាក់ក្រុមហ៊ុន Honda Japan BKK Co Ltd ដែលជាក្រុមហ៊ុនជាក់ស្ដែង Auto Car Supply Cambodia អញ្ចឹងគាត់ទិញជំពាក់គឺគាត់មានឯកសារដូចជា Account Payable Suna Voucher ដែលភ្ជាប់ជាមួយនឹង commercial invoice ហើយដែលភ្ជាប់ជាមួយនឹង quotation ភ្ជាប់ជាមួយនឹង purchase request នៅពេលដែលគាត់សងអតិថិជនវិញគឺគាត់មាន bank payment voucher គឺគាត់សងតាមធនាគារទៅក្រុមហ៊ុន Auto Car Supply Cambodia ហ្នឹងគឺបានសងដែលមានភ្ជាប់ជាមួយនឹង bank payment voucher ដែលមានភ្ជាប់នឹងជាមួយនឹង check ដែលចេញជូន supplier អ្នកផ្គត់ផ្គង់ហើយភ្ជាប់ជាមួយនឹងឯកសារ account payable Suna voucher គឺយើងទៅភ្ជាប់ដែលមានលេខ code reference commercial invoice បានសំឡងតម្លៃ purchase request AP Suna voucher មួយទៀតដែលមានភ្ជាប់ដូចគ្នាហើយនឹងមាននីតិវិធីផ្សេងទៀតតែប្រើប្រាស់ QuickBooks ផ្ទាល់និងរៀបចំរបាយការណ៍ជំពាក់អ្នកផ្គត់ផ្គង់ជាក់ស្ដែងតែម្ដងសម្រាប់អ្នកមិនទាន់ចេះសោះរៀនហើយចេះគ្រប់គ្រងការជំពាក់អ្នកផ្គត់ផ្គង់និងរៀបចំរបាយការណ៍ជំពាក់អ្នកផ្គត់ផ្គង់សម្រាប់អ្នកចេះហើយឬកំពុងមានការងារផ្នែកគណនេយ្យរៀនហើយនឹងឡើងកម្រិតសូមចុះឈ្មោះចូលរៀនឥឡូវនេះពេលវេលានិងឱកាសមិនចាំបងប្អូនឡើយឱកាសមានសម្រាប់តែអ្នកខំប៉ុណ្ណោះសូមទំនាក់ទំនងឬ Facebook Page AFT Training Center ដើម្បីចុះឈ្មោះឥឡូវនេះសូមអរគុណ